លើយើងដាក់ snow ចូលសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំវីដេអូថ្មីថ្ងៃនេះគឺយើងមកធ្វើបង្អែមរបស់យើងគឺនំស្លឹកសនេះស្លឹកចេកនេះតំណាប់តឡាចយើងហាន់វាយកទៅលាយមួយ snow ណាឥឡូវនេះយើងចាក់ទឹកដើមចូលទៅម្ដងនេះស្ករសឥឡូវនេះយើងដាក់អំបិលចូលបន្តិចនេះតំណាប់តឡាចឥឡូវយើងចាក់ចូលទៅក្នុងស្ដាយរបស់យើងឥឡូវនេះយើងដួសស្ដាយនឹងដាក់ថាហើយយើងព្រាយវាឲ្យត្រជាក់ដើម្បីបានពុះធ្វើ snow យើងមកកាត់លឹកចេកនេះលឹកចេកយើងយកខ្ចីចឹងដើម្បីយើងយកទៅដាក់នំទៅវាស្រស់ហើយពេញស្រស់តបពីកាត់លឹកហើយយើងយកស្លឹកនោះយកមកហាលថ្ងៃយើងសតបបន្តិចទៅបានយើងយកទៅវិចនំតបពីយើងហាលស្លឹកវាយើងមកសតបទៅឥឡូវយើងចាប់ផ្ដើមកាត់ស្លឹកយើងចង់ដាំហាន់ស្លឹកដល់ពេលនេះយើងកាត់ស្លឹកហើយយើងយកទៅគោះប៉ុនធំចានហ្នឹងហើយចំពោះស្លឹកពេលដែលយើងកាត់កុំសូវឲ្យវាខាត់មកលើទៅយើងចង់ទៅដើម្បីវាទុំងាយវិញឥឡូវយើងចាប់ដាំលុញស្នូលនំ ឥ
សៅសណ្ដែកចំពោះម្សៅសណ្ដែកមួយចានហ្នឹងគឺយើងដាក់ស្ករមួយចានកន្លះហ្នឹងវិញហើយទឹក8ចានហ្នឹងឥឡូវនេះម្សៅសណ្ដែកយើងចាក់ចូលមួយចានស្ករសចំពោះស្ករសយើងដាក់មួយចានកន្លះហ្នឹងវិញឲ្យស្មើជាមួយនឹងម្សៅរបស់យើងឥឡូវនេះយើងមួយចានថែមកន្លះចានទៀតឥឡូវនេះយើងចាប់ដើមវត្តទឹកណាហើយចំពោះទឹកគឺយើងដាក់8ចានឥឡូវនេះម្សៅហ្នឹងវាចាប់ដើមរៀងកកតិចតិចហើយអញ្ចឹងយើងកូរវារហូតដល់តែម្សៅហ្នឹងឆ្អិនម្សៅយើងឆ្អិនហើយឥឡូវយើងដួសដាក់ចានដើម្បីយកទៅវិចហើយយើងដាក់ស្នូលចូលăn